ជាអ្នកដែលធ្វើការក្នុងស្ថាប័នស្រាវជ្រាវគឺគាត់ថាសិក្ខាសាលានេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ដោយតែខ្ញុំបានលើកឡើងខាងដើមអញ្ចឹងដោយមានការចូលរួមពីគ្រប់ភាគីដែលពាក់ព័ន្ធនៅក្នុងអនុវិស័យកៅស៊ូយើងធ្វើការពិភាក្សារួមគ្នានៅរិះគិតនិងដើម្បីបញ្ចូលនៅធាតុចូលឲ្យបានគ្រប់ជ្រុងជ្រោយក្នុងគោលបំណងដើម្បីបង្កើតបាននៅសេណារីយ៉ូមួយដើម្បីប្រមាលមើលអនាគតនៃកម្លាំងពលកម្មក៏ដូចជាការបម្រែបម្រួលអាកាសធាតុនៅក្នុងឆ្នាំ2040ខ្ញុំគិតថាស្កាសាឡានេះវាមានអត្ថន័យនិងខ្លឹមសារល្អបាទសម្រាប់ខ្ញុំដែលជាស្ថាប័នមួយដែលយើងធ្វើការទៅលើការអភិវឌ្ឍជាពិសេសគឺអនុវិស័យកស៊ូបាទនៅក្នុងនេះគឺយើងយល់ដឹងច្រើនពាក់ព័ន្ធនឹងការងារទៅលើកត្តាជំរុញជាច្រើនក្នុងការទៅធ្វើដល់វិស័យកស៊ូរបស់យើងនឹងរីកចម្រើនបាទហើយជាពិសេសទៅទៀតគឺបាទហើយជាពិសេសទៅទៀតហ្នឹងគឺវាជួយឲ្យយើងដែលជាស្ថាប័នគ្រប់ស្ថាប័នដែលធ្វើការទៅលើអនុវិស័យកស៊ូហ្នឹងគឺក្នុងការដែលយើងយល់ច្បាស់ពីសេណារីយ៉ូអាចនឹងកើតមានឡើងអញ្ចឹងភាពចុងទាំងអស់ដែលធ្វើរបស់សិក្ខាសាលាបានខ្លាយទៅជាសេណារីយ៉ូក្នុងការបង្កើតអត់មានជាទស្សនៈទានមួយនៅការបង្កើតមើលការព្យាករសម្រាប់ពលកម្មនៅក្នុងឆ្នាំ2040បន្ទាប់ពីយើងបានធ្វើទៀតចូលដាក់ទៀតចូលទៅជាកម្មជាសេនារីច្រើនហើយក្នុងនេះគេថាសេនារីពិតជាមានការកើនឡើងកម្រិតនៃការកើនឡើងគឺសេនារីចាំ70%ដល់ហូបមកដល់ថ្ងៃនេះបើយើងឃើញថាកត្តាដែលអាចកើតឡើងវាអាចទៅរហូតដល់ 70% បាទបើនិយាយទៅថាចាប់ពី60ទៅ 70% បាទក្នុងនាមខ្ញុំជាអ្នកស្រាវជ្រាវខ្ញុំគិតថាវាជាប្រៀបដូចជាផ្លូវដើរមួយឬក៏ road map មួយសម្រាប់យើងមានវិធានការក្នុងការទប់ស្កាត់នៅពេលដែលសេណារីយ៉ូណាមួយដែលវានឹងកើតឡើងពិតប្រាកដមែននៅក្នុងឆ្នាំ2040យើងអាចរៀបចំបានដូចជាតាក់ទងនឹងកម្លាំងពលកម្មអញ្ចឹងបង្កើតជាប្រព័ន្ធ rubber tapping system បង្កើតជា D4 D5 D8 រហូតដល់ D12 ដើម្បីទប់ស្កាត់នៅគេថាបញ្ហានៃកម្លាំងពលកម្មវាអាចនឹងកើតមានឡើងដូចជាខ្ញុំឧទាហរណ៍មួយគឺថាដូចពាក់ព័ន្ធជាមួយនឹង AC បាទ AC ដែលយើងកំពុងតែដំណើរការអនុវិស័យកស៊ូនេះយើងឃើញថានិយាយការបានន័យថា trend គឺយើងឃើញថាអាចនឹងងាកទៅរកជាលក្ខណៈ AC company បាទពាក់ព័ន្ធជាមួយនឹង